សចរសហគមន៍ចុងគ្នាខេត្តសៀមរាបបងប្អូនអត់ចាញ់នៅបរទេសទេដោយសារតែគេមានចេះឆ្នៃប្រឌិតចិញ្ចឹមនៅកង្កែបចិញ្ចឹមនៅភេជាពិសេសគឺចិញ្ចឹមនៅកពើមួយនេះដែលមានអាយុដល់ទៅ40ឆ្នាំបងប្អូនហើយក៏មានសត្វផ្សេងជាច្រើនដែលតាក់ទាញភ្នែករបស់យើងខ្លាំងមែនទែនហ្មងតែយើងជិះទូកទៅទេសភាពនៅតាមផ្លូវគឺស្អាតខ្លាំងមែនទែនហើយអ្វីដែលយើងបានឃើញជាពិសេសនោះគឺឃើញសាលារៀនឃើញវត្តអារាមដ៏ស្រស់ស្អាតជាពិសេសពេលដែលយើងទៅដល់កន្លែងបាយកពើរបស់គេបងប្អូននិយាយពីថាមានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនមែនទែនហើយក៏បានឃើញកូនកពើវាយំដូចឆ្កែអញ្ចឹងបងប្អូនប៉ះទៅលេងទៅងដូចឆ្កែតាមវីដេអូនេះក៏សូមអធិស្ឋានពីបងប្អូនខ្លាំងមែនទែនដោយសារតែខ្ញុំផ្ដាសាយទៅស្អកកនិយាយទៅតាំងពីជាពីកូវីដមកបងប្អូនគឺផ្ដាសាយញឹកញយខ្លាំងមែនទែនហ្មងធ្វើຕົកជាងគេតែក្នុងកំពង់កហ្នឹងឯងបងប្អូនងាកឈឺកងាកស្អកកអញ្ចឹងណាបើសិនជាមានបងប្អូនណាដូចខ្ញុំចាំជួយខមមិនប្រាប់ផងលេខទៅមើលក្នុងវីដេអូវិញដោយសារតែទូកថ្ងៃដែលខ្ញុំជិះទៅហ្នឹងបងប្អូនគឺមានតម្លៃសមរម្យមែនទែនខ្ញុំទៅជិះលេងទៅវិញទៅមកគ្រួសាររបស់ខ្ញុំហ្នឹងគឺអស់តម្លៃ 50000 រៀលទៅគេក៏មានទូកធំរបៀបនេះសម្រាប់ជិះដែរបងប្អូនលក្ខណៈថាភ្ញៀវទេសចរដែលគាត់ទៅគ្នាច្រើនអីអញ្ចឹងណាប៉ុន្តែដោយសារតែខ្ញុំទៅគ្នាតិចក៏សម្រាប់ចិត្តទៅជានេះវិញបងប្អូនដោយសារតែមកគ្រួសារយើងវាស្ងាត់វាស្រួលផងអីចឹងណាធម្មតានៅខាងភ្នំក្រោមមកសិនយើងទៅប៉ះខែរាំងវិញបងប្អូនកន្លែងហ្នឹងគឺអត់មានទឹកទេឡង្គោបើសិនជាមានក៏ទឹកតិចដែរតែដល់ពេលយើងទៅប៉ះរដូវកាលនេះទឹកវាច្រើនស្អាតយកទៅលិចព្រៃមើលទៅស្អាតមែនទែនហ្មងកន្លែងខ្លោងទ្វារនេះវិញបងប្អូនខ្ញុំមិនដឹងថាខ្លោងទ្វារអីគេទេបើមានអ្នកដឹងជួយប្រាប់ខ្ញុំផងដល់ពេលខែរាំងទៅទឹកវារៀងរីងទៅយើងបើកឡាននៅខាងក្រោមនឹងបានណាបងប្អូនដល់ពេលខែទឹកលិចចេញមានណាចង់លិចខ្លោងទ្វារខាងលើហ្នឹងមកហើយខ្ញុំគិតថាប្រហែលជាខែភ្លៀងមួយរយៈមុននោះឡើងលើនឹងទៀតបែបជិះមកដល់ខាងមុខបន្តិចបងប្អូនអើយនិយាយពីថាស្អាតមែនទែនហ្មងទឹករៀងល្អបន្តិចក៏ប៉ុន្តែទេសភាពផ្ទះប្រជាពលរដ្ឋរស់នៅម្ដុំហ្នឹងគឺស្អាតមែនទែនសរសើរអ្នកដែលគាត់រស់នៅលើទឹកណាគាត់ប្រឹងរស់ស៊ីដូចយើងនៅលើគោកអញ្ចឹងលក់ដូររៀនសូត្ររស់ស៊ីធម្មតាគឺអត់មានបញ្ហាអីទេសម្រាប់ផ្ទះហ្នឹងវិញចង់លិចដល់ណាដល់ណីក៏ផ្ទះហ្នឹងនៅតែដែរបងប្អូនដោយសារតែផ្ទះដែរទឹកគេដាក់ពងដាក់ដើម្បីវាដែរអញ្ចឹងណាឃើញតំបន់ទេសចរដែលស្អាតអញ្ចឹងក្នុងនាមខ្ញុំជាកូនខ្មែរពិតជាសូមចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាមែនទែនដោយសារតែស្អាតចង់ណែនាំឲ្យបងប្អូនមកលេងដែរបានមើលបានស្គាល់ថាការរស់នៅរបស់គេមិនខ្លះមានអីគេខ្លះបានឃើញជាលក្ខណៈផ្ទាល់ភ្នែកអីអញ្ចឹងណាបងប្អូនផ្ទះអ្នកនៅលើទន្លេវិញបងប្អូនអើយទៅសើមែនទែននៅដល់លើទន្លេនៅតែស្រឡាញ់ធម្មជាតិដាំផ្កានេះផ្កានោះដើម្បីលម្អផ្ទះឲ្យស្អាតអីចឹងទៅខ្ញុំឃើញតែការរៀបចំរបៀបហ្នឹងភ្ញៀវអន្តរជាតិក៏គាត់មកលេងដែរខ្ញុំឃើញមានជនជាតិបារាំងជនជាតិចិនជនជាតិឥណ្ឌាអីហ្នឹងគាត់មកលេងច្រើនមែនទែននេះកន្លែងភោជនីយដ្ឋានរបស់គេអញ្ចឹងបងប្អូនគេមានលក់ម្ហូបបាយសម្លនៅលើហ្នឹងហើយគេក៏មានលក់ជាវត្ថុអនុស្សាវរីយ៍ចិញ្ចឹមសត្វចិញ្ចឹមអីដូចខ្ញុំបង្ហាញនៅក្បាលវីដេអូមុនហ្នឹងអញ្ចឹងតែពួកយើងអត់បានចូលភោជនីយដ្ឋានគេទេបងប្អូនឆ្លៀតទៅហួសមើលវត្តសិនចង់ដឹងថាវត្តនៅលើទឹកហ្នឹងមានសភាពម៉េចម្យ៉ាងទៀតពុកខ្ញុំក៏ទៅដែរអញ្ចឹងឲ្យនាំគ្នាទៅទាំងអស់គ្នាឲ្យពុកគាត់បានស្គាល់វត្តនៅលើទឹកផងនៅលើទឹកនេះស្អាតនិងមានលក្ខណៈប្លែកមែនទែនបងប្អូនចាំវីដេអូក្រោយខ្ញុំនឹងប្រាប់ថាវត្តនេះឈ្មោះអីវត្តនឹងនៅណាមានសភាពមិនខ្លះអីចឹងណាឆ្លៀតមកនាំបងប្អូនទៅមើលកពើដែលមានអាយុ40ឆ្នាំសិនបងប្អូននិយាយទៅអាយុបងទាំងខ្ញុំទៀតតែនៅភោជនីយដ្ឋានហ្នឹងបងប្អូនយើងក៏មានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនមែនទែនបងប្អូនមិនថាតុក្កតាខោអាវឬក៏វត្ថុអនុស្សាវរីយ៍បតោងសោអីផ្សេងរូបលម្អអីហ្នឹងគឺច្រើនមែនទែនហើយសម្រាប់ពស់វែកដែលគេត្រាំស្រាយអីនេះបងប្អូនគឺពស់មែនទែនគេមិនដាក់តាំងលម្អណាដោយសារតែខ្ញុំបានសួរអ្នកលក់ទៅគាត់ថាពស់មែនទែនមានជាការដាក់តាំងលក់នៅត្រីងៀតបបែលងៀតឬក៏សាច់គោងៀតហើយនឹងការតាំងនៅដូចជាឲ្យស្បែកកពើនិងឆ្អឹងកពើជាដើមបងប្អូននេះឆ្អឹងមែនទែនណារាប់នេះវិញគឺជាស្បែកកពើមែនទែនដែលគេយកទៅច្នៃធ្វើកាបូបហើយសម្រាប់កូនកពើនេះបងប្អូនអើយប៉ះវាអត់បានទេប៉ះតែប្រហែលគឺដៃហ្មងដោយសារតែថ្មិញវាមុតល្អហើយសត្វនេះសត្វអីគេបងប្អូនចាំជួយខមមិនប្រាប់ខ្ញុំផងពីថាមុខគេឡើងខ្ជូតដោយសត្វឆ្កែអញ្ចឹងនិយាយទៅលេងនៅហ្នឹងបងប្អូនទទួលបានអារម្មណ៍ស្រស់ស្រាយមែនទែនដោយសារតែវាត្រជាក់វាអត់ក្តៅបានឃើញនៅសត្វចិញ្ចឹមប្លែកដែលគាត់ចេះច្នៃឲ្យយើងមើលដើម្បីកំសាន្តអារម្មណ៍អីចឹងណាដូចកែបនេះអញ្ចឹងបងប្អូនពណ៌ឡើងមាសមកនិយាយទៅតាំងពីកើតមកបានឃើញផ្ទាល់ទេតែឃើញនៅក្នុងទូរស័ព្ទតែលើកនេះបានមកឃើញមែនទែនហើយពណ៌គេឡើងចាំងដូចមាសអញ្ចឹងណាហើយបើមើលកែបបានមកសន្ទុះភេនេះរត់មកឡើងធ្លឺមកបងប្អូនអើតមើលដូចមកសួរសុកតុកយើងថាអមកធ្វើអីអញ្ចឹងណាបងប្អូននិយាយថាចេះមែនទែនហើយអត់ខំយើងទេរឿងស្លូតដែរប៉ុន្តែសួរម្ចាស់គេទៅគេអត់ឲ្យយើងលេងស្និទ្ធមួយវាពេកទេថាអារម្មណ៍វាមិនល្អអីចឹងវាខាំអីចឹងណាបងប្អូនដល់ពេលអញ្ចឹងហើយខ្ញុំអត់សូវហ៊ានលេងមកនេះប៉ះបានតិចរបៀបអញ្ចឹងប៉ុន្តែវាក៏មើលទៅដូចស្និទ្ធជាមួយមនុស្សដូចឆ្កែដូចឆ្មាអីអញ្ចឹងអារម្មណ៍ដែលបានប៉ះសត្វភេហ្នឹងក៏លើកទី1ដែរបងប្អូននិយាយទៅខ្ញុំមិនដែលបានប៉ះសត្វភេទេតាំងពីកើតមកគឺលើកទី1ហ្មងវារត់លេងចុះឡើងក៏លេងបានមកសន្ទុះលេងជូអាចហ្មងបងប្អូនហើយក៏លើកទី1ដែរដែលបានឃើញអាចភេនិយាយទៅអត់ដែលបានឃើញទេហើយសត្វនេះវិញអត់ស្គាល់ដូចគ្នាពួកនេះវិញគឺជាកពើដែលមានអាយុកាលដល់ទៅ40ឆ្នាំមកបងប្អូនហើយគេបានដាក់មួយកពើផ្សេងជាធម្មតាអញ្ចឹងទៅប៉ុន្តែកពើដែលមានអាយុកាល40ឆ្នាំហ្នឹងបងប្អូនដាច់កញ្ចក់អីអញ្ចឹងទៅថ្មិញក៏រៀងពុករៀងអីខ្លះអត់ដែរហើយអ្វីដែលខ្ញុំសម្លឹងមើលទៅកពើហ្នឹងហើយខ្ញុំសម្លឹងមើលមកខាងក្រៅខ្ញុំគិតថាអូបើសិនជាកពើហ្នឹងរួចចេញមកខាងក្រៅអីសិតតែដល់កឲ្យបងប្អូនព្រោះធំខ្លាំងណាស់ពេលដែលយើងធ្វើដំណើរចេញមកវិញក៏យើងបានឃើញវិហាររបស់យេស៊ូគ្រីស្ទដែរបងប្អូនហើយធ្វើដំណើរមកវិញបានឃើញផ្ទះនេះឡើងស្អាតនិយាយទៅពេលទៅបានចាប់អារម្មណ៍ហ្មងទេដល់ពេលមកវិញបានឃើញឡើងស្អាតហ្មងសិនជាបងប្អូនទាំងអស់គ្នាបានទៅលេងក្នុងប្រហែលជាម៉ោង3ម៉ោង4ម៉ោង5ល្ងាចអីហ្នឹងគឺត្រជាក់ស្រួលហើយអាកាសធាតុស្រស់ស្រាយមែនទែនដល់ពេលយើងមើលឃើញព្រៃលិចទឹកអីហ្នឹងស្រស់ស្រាយហ្មងបងប្អូន